សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនាំបងប្អូនដើរលេងមួយថ្ងៃពេញជាមួយខ្ញុំនៅ Courchevel នៅខាងប្រទេសបារាំងចង់ដឹងថាទេសភាពនៅទីនេះបែបម៉េចដែរសូមតាមដានជាមួយខ្ញុំទាំងអស់គ្នាណាបងចាដំបូងឡើយគឺចេញពីផ្ទះគឺឆ្លងកាត់ផ្លូវលបឿនលឿនសិននៅតាមផ្លូវគឺស្អាតដល់បងប្អូនមានភ្នំមានអីចឹងណាហើយខែនេះគឺខែត្រជាក់អញ្ចឹងលើភ្នំគឺសម្បូរតកភ្នំខ្ពស់អញ្ចឹងគឺត្រជាក់ខ្លាំងនៅខាងលើនឹងអញ្ចឹងណាបងប្អូនតែដើមឈើរៀងកំសត់តិចដោយសារខែនេះអត់មានស្លឹកអត់មានផ្កាអីទេធ្វើដំណើរពីផ្ទះខ្ញុំមកខាង Courchevel នេះគឺជារយៈពេល3ម៉ោងដែរហើយក៏លើកទី1ដែរមកលេងទីនេះអញ្ចឹងណាព្រោះអីមើលតាម map រហូតអញ្ចឹងទៅហើយតតែចិត្តដល់កន្លែងផ្លូវគេឡើងបានមានផ្លាកសញ្ញាគេប្រាប់អញ្ចឹងណាជីមើលផ្លាកសញ្ញាទេជីហួរហើយជីហួរអញ្ចឹងត្រឡប់ក្រោយមកវិញឆ្ងាយបងប្អូនលើចាប់ផ្ដើមឡើងទៅហើយព្រោះអីនៅហ្នឹងគឺឡើងទៅលើភ្នំរហូតហ្មងណាហើយខ្ញុំឆ្លងកាត់ហ្នឹងមាន3ជាន់ណាទ្រាំឡើងទៅដល់ខាងលើបំផុតគេអញ្ចឹងទី1សម្រាប់អ្នកដែលគាត់ចូលចិត្តលក្ខណៈស្ងប់ស្ងាត់អីចឹងទៅគេមានភូមិគេលេងទី2មានហាងលក់របស់ញ៉ាំមានកន្លែងជីស្គីកន្លែងទី3របស់គេគឺពិសេសលក់ស្ទែវ៉ាន់ប្រេនសម្រាប់អភិជននេះចឹងទៅគាត់តែមើលឲ្យវ៉ាន់ហ្នឹងក៏សប្បាយភ្នែកដែរចាឥឡូវនេះខ្ញុំបានមកដល់កន្លែងទី1សិនហើយឃើញដើរលេងអីចឹងរហូតបងប្អូនប៉ុន្តែអត់សូវចំណាយលុយអស់ច្រើនទេនៅនេះសារពេលច្រើនខ្ញុំទៅតែមួយថ្ងៃហើយខ្ញុំត្រឡប់ទៅផ្ទះវិញអញ្ចឹងទៅព្រោះថានៅនេះដែលថ្លៃជាងគេគឺអូតែលគឺថ្លៃបងប្អូនគាត់ដើរមើលទេសភាពថតរូបហើយញ៉ាំរបៀបថានំឬក៏កាហ្វេអីចឹងទៅគឺអត់សូវថ្លៃប្រហែលនេះអ្វីដែលយើងត្រូវចំណាយគឺថ្លៃសាំងថ្លៃបងផ្លូវលបឿនលឿននិងកន្លែងចតឡានសំខាន់គឺបានថតរូបសប្បាយចំណាយពេលវេលាជាមួយនឹងប្តីជាទីស្រឡាញ់ដែលខំចំណាយពេលជូនប្រពន្ធដើរលេងឲ្យតែថាប្រពន្ធចង់ទៅណានិយាយមែនណាបងប្អូនគឺគាត់ទៅនេពីការងារគឺគាត់ជូនហើយពីរអ្នកខ្ញុំត្រូវគ្នាត្រង់ថាចូលចិត្តដើរលេងដូចគ្នាហើយពីពិសេសគឺដើរទៅដល់ណាដើរតតែអស់ចិត្តបានត្រឡប់មកវិញអាហ្នឹងគេហៅដើរអស់ថ្លៃណាបងប្អូនទាំងអស់គ្នាឃើញខ្ញុំដើរយឺតចឹងដោយសារតកកនឹងអត់លេងសើចបានទេតែយើងដើរមិនប្រយ័ត្នដើរមិនអីអាចល្អិលបាសជើងឡើងលើណាព្រោះអីខ្ញុំអត់ដែលល្អិលទេគ្រាន់តែធ្លាប់ឃើញគេដើរល្អិលអញ្ចឹងត្រូវដើរប្រយ័ត្នប្រយែងហើយនេះខ្ញុំដើរទៅខាងមុខទៀតដើម្បីទៅមើលទេសភាពរបស់គេថាមានអីគេខ្លះអញ្ចឹងណាអាកាសធាតុក៏មិនសូវត្រជាក់ម៉ានដែរស្រួលដើរលេងបានសប្បាយអញ្ចឹងណាកំពុងតែឆ្ងល់ជាមួយនឹងរូបដែលគេដាក់បញ្ឈរនេះមើលពីឆ្ងាយដូចរូបពេញអញ្ចឹងពេលមើលកាន់តែគៀកទៅនៅកន្លែងរូបខ្លួនមនុស្សហ្នឹងអត់មានអីទេអញ្ចឹងបានថាមើលអីមកតតែពិនិត្យមើលឲ្យខ្លាំងបានដឹងច្បាស់ឥឡូវចេញពីកន្លែងជាន់ទី1ហ្នឹងឲ្យឡើងមកដល់កន្លែងលើគេដែលគេល្បីប្រចាំនៅ Courchevel ហ្នឹងតែម្ដងបងប្អូនតាមដែលខ្ញុំដឹងកន្លែងហ្នឹងពិសេសត្រង់ថាអាចចុះយន្តហោះបាននៅខាងលើកំពូលភ្នំទៅអស្ចារ្យរបស់គេដែរចុះចតយន្តហោះនៅលើកំពូលភ្នំតកកបែបហ្នឹងឥឡូវឡើងមកដល់លើហើយផ្ដើមត្រជាក់ភ្នែកតិចទេណាបងប្អូនពួកអីមើលឃើញតែយើងប្រាថ្នានៅក្នុងចិត្តថាចង់មកដល់កន្លែងហ្នឹងឥឡូវទីបំផុតបានមកដល់ដូចចិត្តតែម្ដងហើយហ្នឹងដែរជាកន្លែងទេសចរមួយដ៏ពេញនិយមនៅក្នុងស្រុកបារាំងនឹងឯងវិញសុទ្ធតែអភិជនគេមានណាសិទ្ធិគេដើរទិញអីវ៉ាន់អញ្ចឹងទៅកន្លែងហ្នឹងឯងខ្ញុំធ្លាប់ឃើញនៅក្នុងវីដេអូដល់ពេលមកដល់ផ្ទាល់ដូចនៅក្នុងវីដេអូគេមែនបងប្អូនចុះពីលើឡានចុះអីទៅចូលហាងចុះអីទិញណាមើលគេដូចក្នុងរឿងអញ្ចឹងហើយកន្លែងដែលខ្ញុំចង់ឃើញខ្លាំងបំផុតគឺកន្លែង Dior នេះឯងបងប្អូនគឺឈរកាច់រឹកកាច់រៀងថតដូច model នៅខាងមុខនេះទីសិនណាកុំអោយថាមកដល់ហើយអត់បានថតជាមួយឃើញនៅក្នុងវីដេអូអាហ្នឹងដូចតកកអញ្ចឹងតែដល់ពេលមកមើលផ្ទាល់បានដឹងថាអ្វីដែលយើងឃើញនៅក្នុងវីដេអូពេលខ្លះវាមិនដូចដែលយើងគិតទេហើយកន្លែងដែលខ្ញុំថតហ្នឹងគឺនៅជិតកន្លែងដែលគេជិះស្គីបងប្អូនអញ្ចឹងបានថានៅលើនេះវាពិសេសខាងត្រង់ថាមានកន្លែងលក់អីវ៉ាន់ប្រេនកន្លែងជិះស្គីតកកដ៏ធំមួយដែលគេល្បីប្រចាំនៅនឹងតែម្ដងអញ្ចឹងមកឃើញគេជិះស្គីអញ្ចឹងទៅសើគេណាខ្លួនឯងអត់ហ៊ានជិះដូចគេបងប្អូនអញ្ចឹងបានត្រឹមតែមើលគេឲ្យសប្បាយនៅក្នុងចិត្តដែរអញ្ចឹងទៅ
ហើយនេះគឺជា my cameraman នៅក្នុងជីវិតរបស់ខ្ញុំតែម្ដងអង្គុយសម្រាប់ផឹកទឹកតែក្តៅដែលឆុងមកពីផ្ទះហ្នឹងហើយជាមួយកាហ្វេក៏ឆុងមកពីផ្ទះដែរនិយាយទៅត្រង់ទៅបងប្អូននៅនេះកាហ្វេអត់មានឆ្ងាញ់ទេអញ្ចឹងក៏ឆុងកាហ្វេខ្លួនឯងដាក់កំប៉ុងមកផឹកបានយូរហើយបានច្រើនទៀតនៅនេះយើងទិញគេមួយកែវអីតិចមួយផឹកអត់ចង់គ្រាន់ផងហ្នឹងយើងត្រឡប់ផឹកច្រើនអញ្ចឹងដល់ពេលមកផឹកតិចដូចគេទៅផឹកអត់ទៅរួចទេបងប្អូនអើយហើយផឹកតែក្តៅកាហ្វេក្តៅអង្គុយមើលព្រំតកអញ្ចឹងមានន័យណាបងប្អូនមិនបាច់ទៅដល់ហាងអីទំនើបដូចគេទេអង្គុយបែបលក្ខណៈជាមួយធម្មជាតិចេះក៏ជីវិតយើងម្យ៉ាងរបស់យើងចឹងទៅចឹងបានថាពេលខ្លះយើងមិនបាច់ចង់ដូចគេទេអ្វីដែលជាខ្លួនឯងហើយសុបាយនៅក្នុងចិត្តហ្នឹងគឺគ្រប់គ្រាន់ហើយនេះខ្ញុំសម្រាប់ហើយខ្ញុំបន្តដំណើរមកមុខទៀតកន្លែងនេះនៅកន្លែងដែលខ្ញុំដើរលេងមិញទេគ្រាន់ថានេះនៅខាងក្រោមរបៀបដូចជានៅខាងក្រោមដីអញ្ចឹងណាបងប្អូនប្លែកម្យ៉ាងរបស់គេដែរហើយនេះមើលទៅដូចជាប្រភេទហាងដែលគេលក់អីវ៉ាន់នៅក្នុងស្រុកអញ្ចឹងណាដើរលេងបើយើងគ្រាន់តែមើលយើងអត់សូវចំណាយលុយប្រហែលទេបងប្អូនចំណាយត្រង់ថាយើងទិញត្រឡប់មកវិញតែប៉ុណ្្នឹងឯងពាក្យគេនិយាយថាសាក់ថ្មជីវិតហ្នឹងហើយសាក់ថ្មហ្នឹងថ្មនោះវាចេះតែអស់រហូតចុះអស់ឡើងនៅក្នុងកាបូបឡើងធូរតែម្ដងហ្នឹងហើយនិយាយលេងសើចទេណាបងប្អូនហើយចូលមកមើលកន្លែងដែលខ្ញុំដើរនេះតទៅមុខទៀតចាគឺស្អាតណាឥឡូវនេះខ្ញុំចេញមកដល់ខាងក្រៅវិញហើយបងប្អូនដើរមើលកន្លែងរបស់គេមកជុំពីទៀតចឹងណានេះខ្ញុំដើរមកដល់ខាងក្រោយកន្លែងនៅលើហ្នឹងធំតែយើងដើរអស់អត់អីទេវាមិនសូវឆ្ងាយពីគ្នាព្រោះអីនៅនេះគេមានផ្លូវដើរមានអីត្រឹមត្រូវចឹងហើយតិចដែរតើបងប្អូនពីព្រោះអីហេតុតែចង់បានឃើញរូបភាពស្អាតសុខចិត្តអត់ពាក់អាវដៃវែងដាក់ដៃចូលនៅក្នុងអាវរោមសត្វរបស់ខ្ញុំនេះវិញពេលដែលពាក់អាវដៃវែងទៅវាឃើញដូចមិនដឹងវាអត់សូវស្អាតដល់អញ្ចឹងសុខចិត្តហឹមមិនឲ្យបានស្អាតធំតិចតិចសិនទៅឥឡូវនេះខ្ញុំដើរឆ្លងទៅខាងនោះទៀតមើលឲ្យអស់ចិត្តណាចុះបើចូលថាមកហើយយើងដើរឲ្យអស់ទៅពីព្រោះអីមិនដឹងថាពេលណាបានមកលេងទៀតទេខ្ញុំទៅដើរលេងកន្លែងផ្សេងទៀតព្រោះអីនៅនេះមានកន្លែងដើរលេងច្រើនណាស់នៅស្រុកបារាំងនេះបងប្អូនអញ្ចឹងឆ្លៀតពេលថ្ងៃសម្រាប់អីចឹងទៅយើងមកដើរលេងឲ្យបានឃើញបានដឹងកន្លែងស្អាតជាច្រើនអញ្ចឹងទៅបានដើរថតវីដេអូកិច្ចរៀងដូចតារា model អញ្ចឹងណាចាហ្នឹងហើយតារា model សម្បើមមកយើងទៅសើខ្លួនឯងទៅពួកអីចាំគេទៅសើយូរពេកអញ្ចឹងទីទៀតខ្ញុំដល់ពេលចុះទៅខាងក្រោមវិញហើយបងប្អូនដោយសារយើងដូចល្ងាចដែរអញ្ចឹងណាអញ្ចឹងមុនទៅមកថតនៅកន្លែងនេះម្ដងទៀតដូចនិយាយអញ្ចឹងថាអត់តាន់អស់ចិត្តអត់តាន់ចុះទេអញ្ចឹងថតឲ្យអស់ចិត្តសិនសម្រាប់បងប្អូនដែលចង់មើលទេសភាពស្អាតប្លែកនៅទីនេះសូមជួយចុច like និង follow page ខ្ញុំទាំងអស់គ្នាផងណាដើម្បីជាកម្លាំងទឹកចិត្តថតជូនបងប្អូនមើលកំសាន្តទាំងអស់គ្នាសប្បាយជាមួយខ្ញុំហើយនេះក៏លើកទី1របស់ខ្ញុំដែរថត vlog វិញអញ្ចឹងបើធ្លាប់តែនិយាយថត vlog ខ្លីៗដល់ពេលមកថតវិញអញ្ចឹងនិយាយទៅរៀងឆ្កងអីកុំប្រកែប្រកាន់ណាបងប្អូននេះខ្ញុំចូលមកដល់កន្លែងទី2ហើយមុនទៅហ្នឹងគឺចុះមកលេងកន្លែងនេះសិនដើម្បីឲ្យមើលឲ្យអស់ចិត្តអញ្ចឹងណាបងប្អូនខ្ញុំចុះមកលេងនៅក្នុងភូមិរបស់គេស្ងប់ស្ងាត់ល្អភូមិគេនេះកន្លែងខ្លះមានកន្លែងគេជួលឲ្យគេងមកដូចជាផ្ទះមួយអីចឹងណាពេលចុះមកអត់សូវពិបាកអីម៉ានទេវារៀងដូចល្អិលមកតែតើដើរដូចខាងដូចទប់ខ្លួនមកអញ្ចឹងល្អិលទៅរូតែម្ដងនេះម៉ោងដូចជា5ល្ងាចហើយបងប្អូននៅទីនេះស្ងប់ស្ងាត់ហើយអត់មានមនុស្សមានអីដូចនៅខាងលើទេហើយខ្ញុំឈរនៅកន្លែងនេះមើលទៅមុខភ្នំច្រើនណាស់
ស្អាតខ្លាំងមែនតែនមានតកកមានអីនៅពីលើអញ្ចឹងស្អាតសម្រាប់ខ្ញុំគឺប្លែកភ្នែកខ្លាំងមែនតែនហ្មងចុះមានដែរធ្លាប់ឃើញភ្នំតកកអីចឹងបងប្អូនដល់ពេលបានមកឃើញអញ្ចឹងអារម្មណ៍យើងមួយយ៉ាងសប្បាយភ្នែកហើយជាពិសេសគឺរំភើបនៅក្នុងចិត្តហ្មងហើយមើលទៅធម្មជាតិគឺពិតជាអស្ចារ្យមែនតែម្ដងហើយបើមានឱកាសបងប្អូនគួរតែមកលេងកន្លែងនេះឲ្យបានស្គាល់ម្ដងចឹងទៅថាសម្រាប់ខ្ញុំគឺប្លែកវាលក្ខណៈជាធម្មជាតិវាមានជាភាពស៊ីវិល័យលាយឡំនៅក្នុងនឹងដែរបានចេញមកក្រៅស្រូបយកអាកាសធាតុបរិសុទ្ធបែបនេះមានអារម្មណ៍ស្រស់ស្រាយខ្លាំងមែនតែម្ដងហើយឥឡូវនេះដែរខ្ញុំធ្វើដំណើរឡើងទៅខាងលើវិញហើយពេលឡើងវិញនេះពិបាកឡើងបងប្អូនអើយឡើងនៅចង់ទៅក្រោយវិញមិនជិះសោយ2នាក់ប្តីខ្ញុំតើថាផ្លូវធម្មតាអត់ដើរទៅដើរអាផ្លូវឡើងចុះអញ្ចឹងមួយថ្ងៃអត់ឈឺជើងមកឈឺជើងត្រង់អាពេលជិតត្រឡប់ទៅផ្ទះវិញនឹងឯងហើយកន្លែងដែលខ្ញុំដើរលេងទាំង3ជាន់នេះខ្ញុំសង្កេតមើលជាន់ទី2នេះគឺមានមនុស្សច្រើនជាងគេហើយមានកន្លែងគេងអូតែលហ្នឹងគឺច្រើនហើយមានកន្លែងលក់របស់ញ៉ាំមានអីក៏ច្រើនជាងគេដែរអញ្ចឹងលាភូមិស្ងប់ស្ងាត់ដែលខ្ញុំចុះទៅមុនហ្នឹងត្រឡប់ទៅផ្ទះវិញហើយជួបគ្នាពេលក្រោយទៀតសម្រាប់ខ្ញុំនៅថ្ងៃនេះគឺអារម្មណ៍ពិតជាអស្ចារ្យខ្លាំងមែនទែនគឺសប្បាយចិត្តខ្លាំងដែលបានមកកន្លែងដែលខ្ញុំចង់មកនៅក្នុងចិត្តចឹងលើក្រោយខ្ញុំទៅកន្លែងណាទៀតខ្ញុំនឹងថតបង្ហាញបងប្អូនឲ្យបានសប្បាយជាមួយខ្ញុំដែរចឹងបងប្អូនណាខ្លះចង់មកដើរលេងកម្សាន្តជាមួយខ្ញុំនៅវីដេអូក្រោយៗកុំភ្លេចចូល comment ផងណាគុណសម្រាប់ការមើលវីដេអូតាំងពីដើមរហូតដល់ចប់រៀបលាបងប្អូនទាំងអស់គ្នាជូនពរសុខភាពល្អសុខសប្បាយទាំងអស់គ្នាអរគុណ